Bà sụt đấy phục mai bông bôngទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែកម្លែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាអំពីវិធីធ្វើហុងជើងជ្រូកសម្រាប់អ្នកដែលមិនទាន់ចេះធ្វើហុងជើងជ្រូកអញ្ចឹងយើងអាចមើលវីដេអូនេះបានទាំងអស់គ្នាវីដេអូនេះខ្ញុំទៅខ្ញុំអ្នកធ្វើខ្លួនឯងគឺខ្ញុំអ្នកទៅមើលកន្លែងចុងភៅការគេចុងភៅគេគឺគេធ្វើមានរសជាតិឆ្ងាញ់ហើយចុងភៅហ្នឹងគឺល្បីប្រចាំភូមិហ្មងចឹងវិធីធ្វើហុងជើងជ្រូកហ្នឹងវាអត់មានអីពិបាកទេវាស្តៀងតែខដែរប៉ុន្តែជាមួយគ្រឿងផ្សំរបស់គេវាមានដូចជាផ្កាច័ន្ទមានរំដេងមានឈើអែមចឹងវិធីធ្វើរបស់គេគឺគេយកខ្លាញ់យកភេហ្នឹងយកភេមកចាក់ចូលក្នុងខ្ទះឲ្យឡើងក្តៅទៅហើយយើងបងឈើអែមបងផ្កាច័ន្ទហើយរំដេងនឹងចូលទៅកូរវាចុះឡើងនឹងឲ្យវារៀងក្រៀមតិចទៅចាំយើងដាក់ស្ករពីងចូលអញ្ចឹងនៅពេលដែលយើងដាក់ស្ករពីងចូលហើយយើងកូរអាស្ករពីងនឹងកូរចុះកូរឡើងទៅកុំឲ្យវាខ្លោចឲ្យឡើងមកដល់ក្រហមល្អអញ្ចឹងទៅកូរវាចុះឡើងបានក្រហមអញ្ចឹងទៅបានយើងដាក់ខ្ទឹមច្រាមយើងណាអញ្ចឹងយើងដាក់ខ្ទឹមច្រាមចូលទៅបាទដាក់ខ្ទឹមច្រាមចូលទៅកូរឲ្យឡើងឈ្ងុយអញ្ចឹងទៅចាំយើងចាក់ទឹកចូលបាទដាក់ទឹកថៃដាក់ទឹកស៊ីអ៊ីវទៅចូលទៅហើយចាំយើងចាក់ទឹកចូលទៅចំពោះជើងជ្រូកដែលយើងយកមកធ្វើហ្នឹងគឺយើងត្រូវទៅសិនយើងបបោវាសិនយើងបបោវាឲ្យឡើងល្អសិនទៅយើងយកមកធ្វើហុងហ្នឹងបានរសជាតិឆ្ងាញ់បើយើងយកជើងជ្រូកស្រស់យកមកធ្វើវាអត់សូវឆ្ងាញ់ទេគេបបោវាឲ្យក្រៀមហើយបានគេយកវាធ្វើហុងចឹងនៅក្នុងវីដេអូហ្នឹងយើងឃើញគឺជើងជ្រូកយើងគឺមានចាត់ដែកហ្នឹងបាទប្រហែលជា20ជើងអីហ្នឹងចឹងបន្ទាប់ពីយើងកូរស្ករនឹងឲ្យឡើងក្រហមល្អហើយចាំយើងចាក់ទឹកចូលចឹងទៅអញ្ចឹងយើងលែងមើលទៅចាក់ទឹកមកល្មមមកលិចជើងជ្រូកហ្នឹងទៅហើយចាំយើងដាក់ចឹងដល់ពេលដែលយើងដាក់ជើងជ្រូកចូលហើយយើងក្រោកវាឲ្យពុះទៅបង់គ្រឿងទៅមានគ្រឿងស្ករប៊ីចេងអីចឹងទៅដុំស៊ុបខ្នុរអីហ្នឹងយើងដាក់ចូលទៅហើយយើងនេះទៅភ្លក់មើលទៅបានល្មមទៅយើងក្រោកវាទុកសិនទៅហើយនៅអាហ្នឹងយើងទំធ្វើមកដំណាក់កាលហ្នឹងណានៅពេលដែលយើងក្រោកវាផុយល្មមហើយយើងត្រូវស្រង់វាដងអាចារ្យមានចានចំហុយហើយយើងយកវាទៅចំហុយមួយសាទៀតអញ្ចឹងយើងដួសពេលមកយើងដាក់ចំហុយមួយសាទៀតមកហើយនៅពេលដែលគេលើកយកទៅហូបគេមានឆាស្ពៃជូរយើងហ្នឹងគេមានឆាស្ពៃជូរហ្នឹងដាក់ពីលើទៀតបាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងសម្រាប់ពុកម៉ែបងប្អូនអាចសាកធ្វើតាមនឹងបាន